សួស្តីប្រិយមិត្តទស្សនិកជនទាំងអស់គ្នាដែលតែងតែនិយមតាមដានទស្សនាតាមបណ្ដាញសង្គម YouTube ថ្ងៃនេះនាងខ្ញុំមានប្រធានបទថ្មីមួយទៀតហើយដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាប្រធានបទនោះគឺមានចំណងជើងថាអេរិយាបថ7ចំណុចពេលមានផ្ទៃពោះបើមិនប្រយ័ត្នអាចប្រឈមនឹងគ្រោះថ្នាក់បំផុតមុននឹងយើងចូលដល់អត្ថន័យក្នុងប្រធានបទនេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចុច Like Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel YouTube របស់យើងខ្ញុំអ្វីដែលស្ត្រីគួរពិចារណានិងគួរយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុតគឺសុវត្ថិភាពចំពោះកូនក្នុងផ្ទៃប្រសិនបើអ្នកម្ដាយធ្វេសប្រហែសចំពោះអាកប្បកិរិយាឬសកម្មភាពណាមួយអាចបង្កគ្រោះថ្នាក់ដល់កូនមិនទាន់កើតថ្ងៃនេះយើងនឹងបង្ហាញឥរិយាបថប្រឈមនឹងគ្រោះថ្នាក់7ចំណុចដែលអ្នកម្ដាយមានផ្ទៃពោះគួរតែប្រុងប្រយ័ត្នចំណុចទី1ការដាក់ខ្សែក្រវ៉ាត់ពេលជិះរថយន្តការពាក់ខ្សែក្រវ៉ាត់ពីលើក្បាលពោះអាចធ្វើឲ្យអ្នកម្ដាយមានអារម្មណ៍មិនស្រួលរួមទាំងទារកផងដែរដូច្នេះឥរិយាបថមួយនេះគួរជៀសវាងហើយវិធីដែលល្អគឺត្រូវដាក់ខ្សែក្រវ៉ាត់ខាងលើឲ្យផុតពោះនិងខាងក្រោមឲ្យផុតដល់ចំណុចទី2ការបើករថយន្តខ្លួនឯងក្នុងករណីដែលអ្នកម្ដាយបើករថយន្តខ្លួនឯងត្រូវជៀសវាងការចាប់ប្រាំងភ្លាមៗដោយសារតែពោះរបស់អ្នកអាចជ្រុលទៅបុកជាមួយនឹងចង្កូតធ្វើឲ្យប៉ះពាល់ដល់ទារកចំណុចទី3ការពាក់ទ្រនាប់ជើងម្ដាយមានផ្ទៃពោះគួរតែជៀសវាងទ្រនាប់ជើងកែងចោតគ្រប់ប្រភេទព្រោះវាងាយនឹងធ្វើឲ្យយើងឈឺជើងព្រមទាំងដួលផងដែរចំណុចទី4ការអង្គុយចុះលឿនៗការដាក់គូតអង្គុយលឿនៗមិនស័ក្តិសមជាមួយស្ត្រីមានផ្ទៃពោះនោះទេជាពិសេសក្នុងអំឡុងពេល3ខែដំបូងពីព្រោះអំឡុងពេលនេះអ្នកម្ដាយកំពុងតែមានបញ្ហាចាញ់កប្រសិនបើអ្នកធ្វើអ្វីលឿនអាចប្រឈមនឹងបញ្ហាសន្លប់បានចំណុចទី5ការដើរមិនប្រយ័ត្នឥរិយាបថមួយនេះអាចបង្កគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ទារកក្នុងផ្ទៃព្រោះការជំពប់ជើងដួលអាចទទួលរងនូវការប៉ះទង្គិចជាខ្លាំងចំណុចទី6ការដើរក្នុងបន្ទប់ទឹកកន្លែងដែលមានសំណើមគឺងាយនឹងរអិលបំផុតដូចជាក្នុងបន្ទប់ទឹកមុននឹងឈានជើងចេញចូលក្នុងបន្ទប់ទឹកត្រូវយកចិត្តទុកដាក់ឬពាក់ទ្រនាប់ជើងដែលមានក្រឡាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចំណុចទី7ការលើកវត្ថុធ្ងន់ធ្ងរអំឡុងពេល3ត្រីមាសពេញអ្នកម្ដាយគួរជៀសវាងដាច់ខាតនៅការលើកវត្ថុធ្ងន់ធ្ងរនៅពេលដែលអ្នកលើកវត្ថុធ្ងន់ធ្ងរងាយនឹងធ្វើឲ្យរលូតកូនប៉ុន្តែអាចលើកវត្ថុស្រាលៗបានអំឡុងពេលមានផ្ទៃពោះស្ត្រីគួរប្រុងប្រយ័ត្នចំពោះគ្រប់សកម្មភាពឬឥរិយាបថទាំងឡាយដើម្បីសុវត្ថិភាពចំពោះកូនមិនទាន់កើត